សម្ដេចបវរធិបតីនិងលោកជំទាវបណ្ឌិតបានឧបត្ថម្ភអាវភ្លៀងមួយចំនួនជូនកងកម្លាំងចូលមកការពារព្រំដែនកម្ពុជាថៃនាថ្ងៃទី19ខែឧសភាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍គឹមប៊ុនឋានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានជួបសំណេះសំណាលនិងពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខព្រមទាំងប្រគល់នៅអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតបច្ច័នមុនីហ៊ុនម៉ាណែតជូនកងកម្លាំងប្រដាប់អាវុធតាមបណ្ដាកងឯកភាពទិសទី3និងទិសទី4នៃយោធភូមិភាគទី5កងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទប៉ូលីសការពារព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់និងជាប់ជាប្រចាំរបស់សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតចំពោះកងកម្លាំងជួរមុខទៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៃយោធភូមិភាគទី5កងទ័ពជើងគោកកងយុទ្ធពលខេមរភូមិន្ទនិងប៉ូលីសការពារព្រំដែនដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិនិងប្រជាជន